នេះប្រហែលជាយល់តាក់ទងនឹង probiotic ឯមែនទេខ្ញុំចង់បង្ហាញពីពាក្យថាប្រចាំ probiotic មួយទៀត probiotic ណាអ្នកខ្លះគាត់ញ៉ាំទៅគាត់ថាអ្នកគ្រូហេតុអីក៏គាត់ញ៉ាំទៅគាត់មានអារម្មណ៍ថាមករយៈនេះពោះវៀនគាត់ក៏ស្រួលហើយអ្វីៗគ្រប់យ៉ាងក៏ស្រួលហើយគាត់ថាគាត់អាចញ៉ាំបានបន្តទៀតអត់ខ្ញុំបានជម្រាបគាត់ឲ្យថាគាត់អាចញ៉ាំបានប៉ុន្តែប្រសិនបើដើម្បីកុំឲ្យចំណាយលុយច្រើនគាត់គ្រាន់តែមានស្ទុកនៅក្នុងផ្ទះទៅនៅពេលដែលពោះវៀនយើងស្រួលហើយយើងទុកនៅក្នុងផ្ទះទៅនៅពេលដែលយើងគិតថាថ្ងៃហ្នឹងយើងចេញទៅក្រៅដើម្បីជួបលៀងឬមួយក៏យើងញ៉ាំចំណីអីដូចអត់ស្រួលទេយើងអាចយកមកហាយពីកញ្ចប់ដាក់ចូលក្នុងមាត់ហើយយើងញ៉ាំទៅចាំយើងទៅញ៉ាំអីផ្សេងៗទៅចាprobiotic នេះគឺជួយគេហៅថាជួយការពារនៅបញ្ហាទាំងអស់នឹងដោះស្រាយនៅបញ្ហាទាំងអស់នឹងបាននៅពេលដែលយើងទៅញ៉ាំចំណីអាហារណាដែលមិនល្អមិនប្រយ័ត្នប្រយែងដូច្នេះយើងដាក់ម្ដងពីកញ្ចប់ចូលទៅតែម្ដងចាហើយញ៉ាំទឹកកុំភ្លេចញ៉ាំទឹកនៅពេលដែលញ៉ាំ probiotic អត់ឲ្យជក់ទេកាលណាតែជក់ចូលគឺវាគេហៅថាបាត់បង់អត្ថប្រយោជន៍ដល់ក្នុងពោះវៀនវាបានត្រឹមតែពេះដូច្នេះបងប្អូនត្រូវញ៉ាំហើយញ៉ាំទឹកបានprobiotic នេះសបកស្រោមគេហៅថា microbiome របស់វានឹងគឺបានចូលទៅដល់ក្នុងពោះវៀនរបស់យើងចាបានទៅជួយដោះស្រាយនៅបញ្ហាទាំងអស់ហ្នឹងហើយការពារនៅបញ្ហាកាលៀបកាពះពោះវៀនរបស់យើងបានល្អទៀតជាពិសេសទៅប្រសាទទឹកអាស៊ីតនៅក្នុងកាពះអ្នកដែលមានអាសាច្រើនទឹកកាពះច្រើនភើមកជូរភើមកគេហៅថាអ្នកខ្លះរហូតដល់លាកកំពង់កក៏មានដែរដូច្នេះ probiotic នេះគឺជួយទៅដោះស្រាយនៅបញ្ហាទាំងអស់ហ្នឹងបានអ្នកដែលមានជំងឺរលាកក្រពះរ៉ាំរ៉ៃបងប្អូនកុំភ្លេចញ៉ាំ probiotic ហើយកុំភ្លេចសកូរទុកនៅក្នុងផ្ទះផងចាអរគុណ